ប្អូនទាំងអស់គ្នាជាពិសេសពលរដ្ឋខ្មែរទាំងអស់គ្នាតែងតែដាក់ក្តីសង្ឃឹមទៅលើរដ្ឋាភិបាលខ្ញុំក៏ធ្លាប់គិតដែរថាហេតុអីក៏រដ្ឋាភិបាលហ្នឹងមិនទៅដាក់ពាក្យប្តឹងនៅតុលាការអន្តរជាតិ ICJ ឬក៏ ICC វាពាក់ព័ន្ធជាមួយខាងយួនវាពាក់ព័ន្ធមួយខាងសៀមជាចំណែកមួយទៀតគឺនាយករដ្ឋមន្ត្រីលោកហ៊ុនម៉ាណែតហ្នឹងគេហៅថាបើសិនប្រទេសខ្មែរយើងគឺដឹកនាំរដ្ឋដោយសភានិយមហើយសភានិយមហ្នឹងហើយពេលដែលបោះឆ្នោតចាត់តាំងគេប្រកាសសុពលភាពប្រកាសតំណែងមុខតួនាទីថាជាអ្នកត្រូវឡើងធ្វើជានាយករដ្ឋមន្ត្រីណាតែស្ដេចមិនទាន់បានចាត់តាំងនាយករដ្ឋមន្ត្រីឲ្យនាយករដ្ឋមន្ត្រីចាត់តាំងណាបងប្អូននាយករដ្ឋមន្ត្រីចាត់តាំងដើម្បីបង្កើតរដ្ឋសភាផងស្រាប់តែនាយករដ្ឋមន្ត្រីលោកហ៊ុនម៉ាណែតខ្លាយទៅជានាយករដ្ឋមន្ត្រីជាផ្លូវការបាត់យើងគិតមើលតំណែងនិងតួនាទីអស់ហ្នឹងគាត់ហ៊ានធ្វើឪពុកខ្លាយទៅជាប្រធានព្រឹទ្ធសភាកូនខ្លាយទៅជានាយករដ្ឋមន្ត្រីដែលមិនទាន់ពេញអង្គមិនទាន់គ្រប់កលៈទេសៈហើយកូនកើតចេញជានាយករដ្ឋមន្ត្រីអញ្ចឹងមានន័យថានាយករដ្ឋមន្ត្រីតែជាងារហើយបើសិនជានិយាយពីកូនដែលឬក៏កូនដែលស្ត្រីពពូវិញកូន7 ខែគីឡូរៀលចិញ្ចឹមក្នុងកែវរស់ខ្លះតែបើសិនជាកើត8 ខែពិបាកក្នុងការរស់បន្តមានជីវិតដែរអញ្ចឹងលោកហ៊ុនម៉ាណែតក៏ដូចគ្នាកូនបាន8 ខែហើយហេតុអីក៏ចាំខែទៀតអត់បានដោយសារតែអត់ទាន់បានបង្កើតប្រធានរដ្ឋាភិបាលផងខ្លួនឯងឡើងជានាយករដ្ឋមន្ត្រីអញ្ចឹងបើបដូចនឹងទីរូបនឹងស្មើទីរូប8 ខែអញ្ចឹងវាហៅចិត្តងាប់ហើយបើនិយាយដល់វាចិត្តដាច់ខ្យល់ហើយរាល់ថ្ងៃហ្នឹងគិតមើលថាតើគាត់អាចនឹងយកស្អីមកការពារជាតិយើងកើតតំណែងតួនាទីគាត់មានអំណាចពេកកែរដ្ឋធម្មនុញ្ញកែនេះកែនោះបំផ្លាញតែខ្មែរទេហើយអញ្ចឹងបងប្អូនទាំងអស់គ្នាចូលរួមជាពិសេសបញ្ញវន្តឬក៏ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាចូលរួមជាមួយនឹងរដ្ឋាភិបាល$23ហើយអត្ថន័យនៃ$23បងប្អូនដឹងហើយថា$23កើតចេញមកពីណាហើយ7 មករាប្រធាននាយករដ្ឋមន្ត្រីឬក៏រដ្ឋាភិបាល7 មករាយើងឃើញស្ទោបយួនចូលមកពេញនឹងសៀមមកឆ្លៀនពៀនយើងហើយសម្ដីរបស់គេនិយាយគឺអត់ការពារជាតិពាក្យការពារជាតិទេអញ្ចឹងហើយមិនបាច់ចាំឆ្ងល់ទេព្រោះគាត់ខ្លួនឯងក៏ចិត្តដាច់ខ្យល់ងាប់ដែរទីរូបកើតអត់គ្រប់ខែឬក៏នាយករដ្ឋមន្ត្រីកើតមុនម៉ែឪនិយាយឲ្យខ្លីអញ្ចឹងគ្មានសមត្ថភាពអីមកការពារជាតិឬក៏អីទេហើយបងប្អូននៅក្នុងគណៈបកប្រឆាំងឬក៏គណៈបកបានអំណាចអីក៏ដោយគឺកែរដ្ឋធម្មនុញ្ញទៀតគឺកែថាបើសិនជានៅក្នុងមនុស្សដែលចេញពីគណៈបកដែលកាន់អំណាចក្តីគណៈបកប្រឆាំងក្តីបើសិនជាមានកៅអីក្នុងសភាហើយមានការខុសទាស់ឬខុសឆ្គងអីមួយឬក៏ចង់ផ្ដាច់ខ្លួនចេញពីបកមនុស្សនៅក្នុងកៅអីសភាហ្នឹងនឹងបាត់តំណែងដោយអូតូហ្មងអញ្ចឹងគឺមានន័យថាគេចងឬក៏ចងអ្នកដែលបោះឆ្នោតជាប់នៅក្នុងកៅអីសភាហ្នឹងទោះចង់ឯករាជ្យឬក៏ចង់នៅក្នុងសភាដើម្បីជួយពលរដ្ឋក៏ជួយអត់កើតដែរអញ្ចឹងអាភាពអាត្មានិយមរបស់យើងឬក៏អាភាពអាត្មានិយមអ្នកដែលមានកៅអីនៅក្នុងសភាហ្នឹងអត់មានលទ្ធភាពចង់ជួយជាតិទៀតទេដោយសារតែរដ្ឋធម្មនុញ្ញគេកែបែបហ្នឹងរួចហើយអញ្ចឹងកូនខ្មែរទាំងអស់គ្នាត្រូវដឹងរាល់ថ្ងៃហ្នឹងគេមិនដែលគិតថាចង់ឲ្យខ្មែរយើងរស់រានមានជីវិតទេឬក៏ចង់ផ្ដាច់ខ្លួននៅក្នុងសភាដើម្បីឲ្យចូលរួមជួយការពារប្រយោជន៍ពលរដ្ឋឡើងកើតហើយកូនខ្មែរទាំងអស់គ្នាបើថ្ងៃមុខទៅនៅតែបន្តភាពអាត្មានិយមបែបហ្នឹងឬក៏មិនចង់ចូលរួមជួយប្រទេសជាតិឬក៏តាមរួមជាស្ថាប័នមួយទេណាកុំគិតថាខ្លួនឯងតែម្នាក់ឯងទៅធ្វើអីកើតលុះត្រាតែមានស្ថាប័នឲ្យច្បាស់ខ្លួនឯងបែបហ្នឹងអាភាពថាអូអស្ចារ្យខ្ញុំធ្វើអីម្នាក់ឯងបានធ្វើអីម្នាក់ឯងបានវាគ្រាន់តែជាសម្លេងមួយចំណែកទេហើយបើសិនជាយើងទៅធ្វើអីមួយលំដាប់អន្តរជាតិក៏ត្រូវមានស្ថាប័នហើយអញ្ចឹងសង្ឃឹមថាបងប្អូនកូនខ្មែរបញ្ញវន្តទាំងអស់ត្រូវយល់ថាធម្មតាតែគេរៀនបានច្រើនទេគេដឹងហើយថាធម្មតាសម្លេងតែត្រឹមសម្លេងពលរដ្ឋសាមញ្ញមិនអាចធ្វើអីបានដូចជាសម្លេងស្ថាប័នទេសង្ឃឹមថាបញ្ញវន្តទាំងអស់គ្នានឹងចូលរួមដើម្បីស្ដារប្រទេសមួយនឹងកុំឲ្យគេរំលាយរដ្ឋធម្មនុញ្ញគេមិនឲ្យគេធ្វើអ្វីខ្ទេចខ្ទីពេញរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាហើយវាខាតប្រយោជន៍វាខាតដែនអធិបតេយ្យរបស់ខ្មែរយើងព្រោះអីបើសិនជាយើងនៅតែបន្តពីអាត្មានិយមបែបហ្នឹងគុំថាឡើយសៀមគុំថាឡើយយួនតែមេដឹកនាំខ្មែរខ្លួនឯងហ្នឹងក៏មើងងាយក៏បំផ្លាញខ្មែរដែរហើយមេដឹកនាំខ្មែរយើងធ្លាប់តែប្លន់ដីរៀសច្រើនណាស់ហើយទ្រាំតែបរទេសមកប្លន់ដីប៉ុណ្ណឹងមិនចង់ច្បាំងមួយគេវាអត់មានអីចម្លែកទេបងប្អូននៅព្រះវិហារបងប្អូននៅកំពតនៅបឹងតមោកអីជាច្រើនដែលរដ្ឋាភិបាលលោកហ៊ុនសែននឹងគាត់បានលួចបានប្លន់ពីពលរដ្ឋណា